សួស្តីបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបង្ហោះវីដេអូនៅក្នុង Facebook និង YouTube ច្រើនហើយខ្ញុំមានអ្នក fan ដែលសួរខ្ញុំថាតើយើងត្រូវបើក account ដោយរបៀបណាហើយនៅក្នុងក្រុមហ៊ុនអ្វីសម្រាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិកបងប្អូនគឺយើងមានជម្រើសច្រើននៅក្នុងការបើក account ហើយខ្ញុំសូមណែនាំនៅក្រុមហ៊ុនមួយដែលមានឈ្មោះ Fidelity ក្រុមហ៊ុននេះគឺយើងអាចបើកគ្រប់គេហៅថាគ្រប់មុខមកបងប្អូនវានៅក្នុងហ្នឹងគឺយើងអាចបើក 401k យើងអាចបើក Roth IRA roll over ហើយនិង broken account យើងធម្មតាហ្នឹងគឺខ្ញុំមានទាំងអស់នៅក្នុងហ្នឹងនិយាយទៅខ្ញុំមានច្រើនដូចជា 3-4 account នៅក្នុងហ្នឹងដែលមានឈ្មោះផ្សេងៗគ្នាប៉ុន្តែនៅក្នុងក្រុមហ៊ុនតែមួយអញ្ចឹងពេលដែលយើង log in ចូលទៅគឺយើងឃើញគ្រប់ account របស់យើងហ្នឹងវាមានរឿងអីកើតឡើងគឺយើងឃើញទាំងអស់បងប្អូនគេ update អីគឺវាមានភាពងាយស្រួលខ្ញុំធ្លាប់មានក្រុមហ៊ុនដែលមួយដែលខ្ញុំបើកហើយខ្ញុំមិនចូលចិត្តហើយស្ដាយដែរដែលខ្ញុំបានបើកវាព្រោះអីអាហ្នឹងគ្រាន់តែជាក្រុមហ៊ុនដែលគេបម្រើសេវាកម្មតាមតា app ឯណាបងប្អូនអត់មាន office ទេអាហ្នឹងក្រុមហ៊ុនដែលមិនល្អមួយហ្នឹងដែលខ្ញុំចូលចិត្តហ្នឹងគឺដែលខ្ញុំបានបើកហ្នឹងគឺនៅក្នុងគេហៅ Rapidhood គឺអត់មាន office ទេបងប្អូនបើសិនជាយើងមានបញ្ហាអីគឺយើងពិបាកមែនទែនរកអ្នកជួយហើយគេអត់មាន customer service ថា call ទៅយើងត្រូវការអ្នកជួយអីអត់មានទេបងប្អូនតែក្រុមហ៊ុននេះគឺ24ម៉ោងមានអ្នកជួយយើងហើយក៏មាន office ដែរបើសិនជាយើងមិនចង់ call យើងចង់ទៅ office គេយើង you can walk in you know so I recommend you to open Fidelity is really good ហើយក្រុមហ៊ុនហ្នឹងយើងគ្រាន់តែវាយដាក់ Fidelity ទៅយើងក៏វាយដាក់ Fidelity វាចេញមកយើងអាច open account យើង click fidelity.com ហ្នឹងទៅបងប្អូនយើងពេលដែលយើងចូល Google យើងឃើញFidelity យើងវាយចូលទៅគេដាក់ Fidelity Investment ដែលយើង click វាទៅគឺនៅក្នុងហ្នឹងគឺគេមានប្រាប់យើងពីក្នុងកម្មវិធីមួយដែលយើងចង់បានហ្នឹងឃើញទេបងប្អូននេះអា green ហ្នឹងគេសួរយើងថាចង់ open ណាអញ្ចឹងយើង open បើសិនជាបងប្អូនចង់បើក Roth IRA Roth IRA អាហ្នឹងដូច Roth IRA អញ្ចឹងបងប្អូនយើងក៏ click អាកន្លែងហ្នឹងទៅហើយអានេះវាមានជំរើសច្រើនណាដូចជា broken account អាហ្នឹងយើង investment ធម្មតាហើយយើងធ្វើតាក់ពេលចុងឆ្នាំបងប្អូនបើសិនជាបងប្អូនចង់ investment ដែលមិនបាច់ធ្វើតាក់អានេះលុយសន្សំពេលចាស់អូខេខ្ញុំ recommend ឲ្យបើក Roth ហ្នឹងមួយឆ្នាំយើងអាចតាក់បាន 7,000មួយឆ្នាំគឺគេបដូរតម្លៃឡើងបន្តិចម្ដង increase ឲ្យយើងហើយបើថាបងប្អូនមានលុយច្រើនជាង 7,000 បងប្អូនចង់ invest ឲ្យបានច្រើនជាងហ្នឹងបងប្អូនបើក broken account ទៅវាមិនខុសទេបងប្អូនខ្ញុំមានទាំងអស់ខ្ញុំមានទាំង Roth IRA ខ្ញុំមានទាំង broken account ហើយខ្ញុំក៏មាន plan invest ឲ្យកូនខ្ញុំអានេះគេមាន 529 ប៉ុន្តែ 529 នេះគេមានដូចជា UMTA ដែលខ្ញុំនិយាយក្នុងវីដេអូមុនអាហ្នឹងក៏ល្អដែរបងប្អូនអញ្ចឹងនៅក្នុងក្រុមហ៊ុននេះគឺគេបើកឲ្យយើងគ្រប់ plan ដែលយើងចង់បានយើងគ្រាន់តែចូលទៅមើល plan គេហ្នឹងទៅហើយយើង click អាកន្លែង open account ទៅយើងបំពេញតាមពាក្យដែលគេសួរយើងទៅគឺយើងអាចបើកបានដែរបងប្អូនហើយអានេះបើសិនជាបងប្អូនដូចថាយើងមិនសូវដឹងថាមិនសូវជាជំនាញខាង computer ឬក៏អីចឹងណាយើងអាច call គេបានឬក៏យើងអាចទៅកន្លែង office ក៏បានគេជួយយើង24ម៉ោងបងប្អូនក្រុមហ៊ុននេះគឺមានអ្នកជួយ
តែបើរ៉ាប់ធូដូចខ្ញុំធ្លាប់មានបញ្ហាម្ដងបងប្អូនខ្ញុំជាប់3ខែលុយខ្ញុំនៅក្នុងនឹងដូចជាង$20000ខ្ញុំជាប់នៅនឹង3ខែគឺខ្ញុំដូចថាពិបាកចិត្តណាព្រោះអីយើងបើទៅយើងចង់ដកលុយយើងចេញមកវិញគឺមានផលពិបាកអញ្ចឹងមិនថាខ្ញុំអត់ចូលចិត្តរ៉ាប់ធូទេខ្ញុំចូលចិត្ត Fidelity ពួកអីក្រុមហ៊ុននេះបើពេលយើងត្រូវការអ្នកជួយអីយើង can walk in ឬក៏យើង call គេ24ម៉ោងបងឯងមានពេលខពេលណាក៏បានដែរគឺគេបើក24 hour ជួយយើងបងប្អូនហើយបើ Rapid អត់មានអ្នកជួយទេយើងត្រូវជួយខ្លួនយើងហើយដូចថាយើងពេលខ្លះយើងមិនមែនគេហៅថាពួកអ្នកឆ្លាតដឹងគ្រប់ច្រកល្ហកណាបងប្អូនអញ្ចឹងពេលខ្លះយើងវង្វេងអីយើងអត់ដឹងទៅណាមកណីអីមានផលវិបាកមែនតើព្រោះអីខ្ញុំធ្លាប់ឆ្លងកាត់តែស្វ័យឲ្យមានឧបមាថាបើសិនជា app ហ្នឹងវាដួលរលំទៅយើងទៅរកលុយយើងនៅណាវាយើងអត់ដឹងថាអត់មាន office បងប្អូនដូចធនាគារដែរប៉ុន្តែធនាគារដែរអត់មានសុវត្ថិភាពដែលយើងអាចយកលុយយើងទៅដាក់នៅក្នុងនឹងបានណាបងប្អូនអញ្ចឹងរ៉ាប់ធូនឹងអត់សូវល្អហ្មងនេះសម្រាប់ការគិតរបស់ខ្ញុំអត់សូវចូលចិត្តទេហើយខ្ញុំចូលចិត្ត Fidelity ហើយក៏មានក្រុមហ៊ុនផ្សេងទៀតដែរបងប្អូនដូចជា PL PA ប៉ុន្តែខ្ញុំអត់មានទេខ្ញុំមានតែនេះមួយទេដែលខ្ញុំដាក់លុយគ្រប់ account ដែលខ្ញុំចង់បើកអញ្ចឹងវាជារឿងល្អហើយបងប្អូន log in ចូលទៅគេសួរយើងថា open account ណាបងប្អូនជ្រើសរើសបានបងប្អូនអាចបើក account មួយណាដែលបងប្អូនគិតថាវាស័ក្តិសមនឹងបងប្អូនគឺបងប្អូនអាចយកបានហើយវាមានភាពងាយស្រួលគាត់បងប្អូនคลิกទៅគេឲ្យយើងពេញឈ្មោះពេញអីចឹងណាបងប្អូនដូចជាមាន ID ឬក៏ social អីចឹងយើងដាក់តាមគេទៅ easy មែនតើយើងបើថាយើងចេះអង់គ្លេសមុំយើងអាចធ្វើបានហើយយើងអត់ត្រូវការអ្នកជួយទេបងប្អូនអូខេនេះដោយសារតែខ្ញុំនិយាយនេះដោយសារមានបងប្រុសគាត់ម្នាក់ដែលគាត់ចង់សួរថាទៅធ្វើមិនបើកយ៉ាងម៉េចអីចឹងគាត់ចង់ឲ្យខ្ញុំបង្ហាញជួយបង្ហាញអញ្ចឹងដំបូងយើងត្រូវចូលទៅ Google មុនអូខេបងប្អូនអូខេthat's all I want to talk about ហើយអរគុណច្រើននៅការគាំទ្ររបស់បងប្អូនហើយអរគុណច្រើនមែនតើបងប្អូនអូខេជម្រាបលា